សួស្តីអ្នកទាំងអស់គ្នាទៅណាគ្នាបានមើលរឿងចប់ភាគ1ហើយនោះទេយើងចូលភាគ2តែមិនចូលពាក្យ2កុំភ្លេចជួយ Subscribe and Like ខ្ញុំបានប្រើកម្លាំងដោយដៃទាំងពីរហើយទាញប្រអប់កំណប់ដៃខ្មៅមួយឡើងដោយកម្លាំងរួចបើកវាបន្ទះឈើចំនួន50បន្ទះនំប៉័ងដុះផ្សិតចំនួន2ដុំនិងគំរូសម្រាប់ទៅធ្វើការសាមញ្ញមួយខ្ញុំបានរៀនគំរូដោយផ្ទាល់ហើយបានប្រើប្រាស់សម្ភារៈដើម្បីសាងសង់ទៅធ្វើការបន្ទះនោះបានបើកភ្លើងជំរុំបាតដែកឆ្នាំងដែកនិងម៉ាស៊ីនចម្រោះទឹកសាមញ្ញភ្លាមវត្ថុបុរាណដ៏ទេវភាពទាំងអស់សុទ្ធតែជាវត្ថុបុរាណដែលអាចសង្គ្រោះជីវិតបានប៉ុន្តែយើងត្រូវបានចាក់ទឹកត្រជាក់មួយធុងយើងគ្មានភ្លុកដែកគ្មានផ្លាស្ទិកហើយមិនអាចសាងសង់វាបានទេពេញមួយរសៀលបានកន្លងផុតទៅហើយសិស្សទាំងអស់ចាប់បានតែត្រីទំហំប៉ុនបាតដៃ3ក្បាលនិងនំប៊ីស្គី5កញ្ចប់ប៉ុណ្ណោះមេឃបានងឹតម្ដងទៀតភាពស្រេកឃ្លានបានដុតក្រពះដូចភ្លើងកាប៊ីនឈើដែលបានពង្រីកមានទំហំធំទូលាយជាងបន្តិចខ្ញុំបានប្រើក្រណាត់កន្ទប់ដើម្បីបែងចែកបន្ទប់តែមួយនៅជ្រុងមួយជាកាប៊ីនរបស់ប្រធានក្រុមនៅខាងក្រៅក្បែរភ្លើងខ្ញុំបានបែងចែកអាហារជាមួយ100ចំណែកមនុស្សគ្រប់គ្នានៅតែបានផឹកទឹកបន្តិចបន្តួចប៉ុណ្ណោះសំឡេងលេបទឹកមាត់លាន់ឡើងមនុស្សគ្រប់គ្នាស្រេកឃ្លាននៅក្នុងទីងឹតមាននរណាម្នាក់បានរអ៊ូទាំយ៉ាងស្រទន់ថាប្រសិនបើយើងពិតជាមានទឹកគ្មានដែនកំណត់មែនស្រាវស្រាប់កែវភ្នែកចំនួន99សម្លឹងមើលមកខ្ញុំភ្នែកទាំងនោះពោពេញដោយបំណងប្រាថ្នាដូចសត្វត្រឆានអារម្មណ៍ពិតរបស់ខ្ញុំកំពុងតែធូរស្រាលទាំងស្រុងស្បែកក្បាលរបស់ខ្ញុំឡើងរមាស់ខ្ញុំក្រោកឈរឡើងហើយអង្អែលគូទរបស់ខ្ញុំអ្នកមានអ្វីគ្រប់យ៉ាងដូចក្នុងសុបិនរបស់អ្នកខ្ញុំបានលួចចូលទៅក្នុងកាប៊ីនរបស់ប្រធាននៅប៉ាភ្លាមហើយទាញវាំងនឹងក្រណាត់រហែកបិទជិតនៅខាងក្រៅក្រញាំរបស់សត្វចម្លែកកំពុងកោសបន្ទះឈើបង្កើតសំឡេងស្រែកខ្ញុំដេកលើគ្រែឈើប៉ុន្តែមិនបានដេកទេខ្ញុំកំពុងរង់ចាំកូនជៀមដែលបាត់បង់ដំបូងដរាបណាខ្ញុំមានការផ្គត់ផ្គង់គ្មានដែនកំណត់ខ្ញុំអាចបង្កើតអំណាចគ្រប់គ្រងដាច់ខាតបានភ្លាមនោះវាំងក៏រើចេញតែស្អាតម្នាក់បានលើកជ្រុងមួយក្លិនទឹកអប់ស្ត្រីបញ្ញាដែលធ្លាប់ស្គាល់បានរសាត់ចូលមកក្នុងច្រមុះរបស់ខ្ញុំដោយខ្ចីពន្លឺព្រះច័ន្ទខ្ញុំបានឃើញមុខរបស់អាលីណាក្រហមដូចឈាមលូកដៃចូលមកនាងខាំបូមាត់ខាងក្រោមរបស់នាងសំឡេងរបស់នាងញ័រយ៉ាងខ្លាំងស៊ីឡាខ្ញុំចង់និយាយជាមួយអ្នកអំពីសម្ភារៈនិយាយអំពីសម្ភារៈនេះច្បាស់ជាការដឹកជញ្ជូនដល់មាត់ទ្វាររបស់ខ្ញុំមិនបានក្រោកឡើងទេគ្រាន់តែលូកដៃទៅចាប់ក្តីដែលញ័ររបស់នាងហើយទាញយ៉ាងខ្លាំងសំឡេងស្រែកដោយការភ្ញាក់ផ្អើលត្រូវបានទប់យ៉ាងខ្លាំងរាងកាយដ៏កក់ក្ដៅទន់និងធាត់នោះបានធ្លាក់មកក្នុងដៃរបស់ខ្ញុំវាំងមិនបានធ្លាក់ចុះក្នុងលំហតូចចង្អៀតនោះមានតែចង្វាក់បេះដូងរបស់យើងប៉ុណ្ណោះអាលីណាបានកក់ទាំងស្រុងខ្ញុំអបនាងវិញហើយសើចយ៉ាងស្រទន់សាស្ត្រាចារ្យតើខ្ញុំរករឿងចង់និយាយអំពីសម្ភារៈមែនទេគ្រាន់តែនិយាយមួយម៉ាត់ពីលោកថ្នាក់ទាំងមូលអាចផឹកទឹកបានគ្មានដែនកំណត់នៅថ្ងៃស្អែកលោកសាស្ត្រាចារ្យឲ្យអនុញ្ញាតឲ្យខ្ញុំទៅមុនសំឡេងរបស់នាងបន្លឺឡើងដោយសំឡេងអង្វររាងកាយទាំងមូលរបស់នាងប្រែជាទន់ជ្រាយលែងអ្នកទៅហើយមើលមនុស្សគ្រប់គ្នាស្លាប់ដោយសារស្រេកទឹកនៅថ្ងៃស្អែកយើងត្រូវតែទទួលខុសត្រូវចំពោះអនាគតពាក្យទាំងនេះដែលបាននិយាយយ៉ាងត្រឹមត្រូវបានបើកសល់បេះដូងរបស់នាងបិទភ្នែកហើយឈប់តស៊ូដៃរបស់ខ្ញុំរអិលឡើងលើយឺតតាមជាអាវពណ៌ស្ទឹងរបស់នាងចុងម្រាមដៃរបស់ខ្ញុំប៉ះនឹងភាពរលោងគួរឲ្យភ្ញាក់ផ្អើលរាងកាយរបស់នាងញ័រយ៉ាងខ្លាំងហើយដង្ហើមរបស់នាងក៏ឈប់ដកដង្ហើមនៅពេលដែលខ្ញុំហៀបនឹងឡើងដល់កម្ពស់វូសំឡេងខ្មោចមួយបានបន្លឺឡើងភ្លាមដែលកាន់តែសោកសៅជាងយប់មុនទៅទៀតប៊ូមក្បូននោះញ័រយ៉ាងខ្លាំងដូចជាវាហៀបនឹងបាក់បែកអាឡៃណាត្រូវបានគេបោះចេញទៅក្រៅភ្លាមហើយបុកយ៉ាងខ្លាំងទៅនឹងជញ្ជាំងឈើផលប៉ះពាល់នេះបានធ្វើឲ្យនាងភ្ញាក់ឡើងទាំងស្រុងភាពមិនច្បាស់លាស់បានបាត់ទៅវិញស៊ីឡាសូមអភ័យទោសខ្ញុំមិនទាន់ត្រៀមខ្លួននៅឡើយទេនាងវាចេញពីវាំងនុនខ្ញុំដេកលើគ្រែមុខខ្ញុំខ្មៅដូចបាតឆ្នាំងពួកបិសាចចង្រៃឲ្យហ៊ានបំផ្លាញពេលវេលាដ៏ល្អរបស់ខ្ញុំមិនយូរមិនឆាប់ពួកគេនឹងកាប់អ្នកជាដុំហើយឲ្យត្រេស៊ីនៅដើមថ្ងៃទី3មនុស្សគ្រប់គ្នាចាប់ផ្ដើមមានស្នាមខ្មៅនៅក្រោមភ្នែកលីលីជូតភ្នែករបស់នាងហើយបន្តលូកដៃចូលទៅក្នុងថង់រូនសំឡេងក្រហមថ្មរូនបានធ្លាក់មកលើនាវាបន្ទាប់ពីឃើញរូបឆ្លាក់នៅលើវាយ៉ាងច្បាស់ភ្នែករបស់នាងបានវើយ៉ាងល្អហើយនាងបានស្រែកដោយរំភើបថាប្រធានក្រុមវាជាលេខធំវាពិតជាវាសនាលេខធំមែនក្មេងស្រីនៅជុំវិញមិនមានកម្លាំងសើចផងខ្ញុំបានក្រឡេកមើលឲ្យកាន់តែច្បាស់វាសនាសំណាងខ្លាំងសំណាងកំពុងផ្ទុះឡើងតួសម្ដែងម្នាក់ចាប់បានកំណប់ទ្របឈប់គិតច្រើនទៅចាប់ផ្ដើមធ្វើការពេញមួយព្រឹកអត្រានៃការទម្លាក់ត្រីគឺពិតជាមិនគួរឲ្យជឿបន្ទះឈើភ្លុកដែកផ្លាស្ទិកនិងទឹកបរិសុទ្ធបានហើរឡើងជាគំនរសូម្បីតែត្រីសមុទ្រធំដែលមានទម្ងន់5កាឌីក៏ត្រូវបានចាប់បានដោយកាឌី12ដែលសំឡេងភ្ញាក់ផ្អើលបានបន្លឺឡើងជាបន្តបន្ទាប់មនុស្សគ្រប់គ្នាបានបោះសម្អាតភាពអស់កម្លាំងរបស់ពួកគេរំយ៉ាងសប្បាយរីករាយខ្ញុំបានដើរត្រង់ទៅធ្វើការដោយប្រើប្រាស់សម្ភារៈសម្រាប់ធ្វើភ្លើងជំរំបាតដែកនិងឆ្នាំងដែកធំមួយ
ចាក់ទឹកសមុទ្រចូលរួចដាក់សាច់ត្រីដែលបានសម្អាតរួចចូលក្លិនឈ្ងុយស្រស់បរិសុទ្ធរបស់ត្រីបានសាយភាយពេញអាកាសភ្លាមមនុស្សគ្រប់គ្នាសម្លឹងមើលឆ្នាំងដោយអន្ទះសារហើយលេបទឹកមាត់យ៉ាងខ្លាំងស៊ុបត្រីមួយកំសៀវត្រូវបានដាំចុះមកធ្វើឲ្យមានអារម្មណ៍កក់ក្ដៅក្រុមនាវិកទាំងមូលបានរស់ឡើងវិញដោយមានសុខភាពល្អពេញលេញបន្ទាប់ពីញ៉ាំនិងផឹកទឹកឆ្អែតហើយខ្ញុំបានចុចបើកផ្ទាំងព័ត៌មានរបស់ប្រធានក្រុមហើយបានរកឃើញព័ត៌មានថ្មីមួយតំបន់សមុទ្របច្ចុប្បន្នតំបន់សមុទ្រមានខ្យល់បក់ខ្លាំងទិន្នផលធនធានធម្មតាគឺទាបបំផុតសិទ្ធិចម្លែកពេលយប់បានកើនឡើងទ្វេដងសំណុំរឿងត្រូវបានបិទគ្មានអ្វីចម្លែកទេដែលវាងឹតខ្លាំងក្នុងរយៈពេល2ថ្ងៃដំបូងវាពិតជាពិបាកខ្លាំងណាស់ថ្ងៃនេះគឺដោយសារតែសំណាងអាក្រក់របស់លីលីខ្ញុំបានបង្ហាញពីលក្ខខណ្ឌសម្រាប់ការធ្វើឲ្យប្រសើរឡើងទៅជាក្បួនកម្រិត2ខណៈពេលដែលសំណាងល្អមិនទាន់កន្លងផុតទៅចូលធ្វើឲ្យប្រសើរឡើងនៅក្បួនដល់កម្រិត2មុនពេលល្ងិតមនុស្សគ្រប់គ្នាដូចជាត្រូវបានចាក់ដោយឈាមមាន់បានបន្តនេសាទដ៏ឆ្កួតរបស់ពួកគេនៅពេលរសៀលអេលេណាស្ទាក់ស្ទើរអស់រយៈពេលយូរមុនពេលទាញខ្ញុំចូលទៅក្នុងកាប៊ីនរបស់ប្រធានក្រុមនាងបានអន់ក្បាលចុះមុខរបស់នាងក្តៅខ្លាំងស៊ីឡាខ្ញុំសុំទោសចំពោះរឿងយប់មិញទោះបីជាខ្ញុំចាស់ជាងអ្នកទាំងអស់គ្នាក៏ដោយខ្ញុំមិនដែលជួបប្រទះរឿងបែបនេះទេតើយើងអាចធ្វើវាយឺតហើយស្គាល់គ្នាជាមុនសិនបានទេខ្ញុំយល់ហើយយើងដកថយដើម្បីឈានទៅមុខយ៉ាងណាក៏ដោយយើងទាំងអស់គ្នាស្ថិតនៅលើទូកតែមួយនាងមិនអាចរត់ចេញបានទេខ្ញុំងក់ក្បាលហើយញឹមខ្ញុំយល់ពីអ្នកអេលេណាប៉ុន្តែដោយសារយើងធ្វើវាយឺតតើខ្ញុំអាចមើលជើងរបស់អ្នកបានទេខួរក្បាលរបស់នាងញ័រហើយនៅទីបំផុតនាងក៏យល់ព្រមជាមួយនឹងសម្លេងដូចជាសម្លេងមូសនាងអង្គុយលើកែមក្រែជើងត្បូងថ្មដ៏មូលឥតខ្ចោះមួយគូនោះដែលរុំដោយសូត្រខ្មៅគឺល្អឥតខ្ចោះខ្ញុំបានអន់ចុះហើយដាក់ដៃរបស់ខ្ញុំលើកំភួនជើងរបស់នាងអ្នកឈប់ពេញមួយថ្ងៃហើយហត់នឿយចាំខ្ញុំម៉ាស្សាឲ្យអ្នកចុងម្រាមដៃរបស់ខ្ញុំច្របាច់តាមស្រោមជើងរាងកាយរបស់នាងញើបន្តិចដង្ហើមរបស់នាងលឿនសីតុណ្ហភាពកើនឡើងភាពមិនច្បាស់លាស់ក្រាស់រហូតដល់អាចច្របាច់ទឹកចេញភ្លាមនោះដៃខ្ញុំហៀបនឹងឆ្លងកាត់ជង្គង់របស់នាងស្វីសវាំងនឹងត្រូវបានបើកឡើងយ៉ាងខ្លាំងក្លាក្លូអ៊ីបានលូកក្បាលរបស់នាងចូលទៅប្រធានក្រុមសម្ភារៈរួចរាល់ហើយសំឡេងរបស់នាងឈប់ភ្លាមនាងសម្លឹងមើលដៃខ្ញុំយ៉ាងស្រទន់ដោយចាប់ជើងសូត្រខ្មៅដ៏ស្រស់ស្អាតរបស់អេលេណាខ្យល់ឈប់ស្ងៀមរយៈពេល3វិនាទីខ្ញុំមិនបានឃើញអ្វីទេអ្នកទាំងអស់គ្នាបន្តទៀតក្លូអ៊ីបានទម្លាក់វាំងនឹងចោលហើយរត់គេចខ្លួនដោយភ័យស្លន់ស្លោអេលេណាមានអារម្មណ៍ចង់ស្លាប់ដោយសារភាពអាម៉ាស់នាងក៏ទាញជើងរបស់នាងថយក្រោយយ៉ាងសាហាវរួចរត់ចេញទៅខ្ញុំដកដង្ហើមធំពេលដើរឡើងលើនាវាខ្ញុំបានខ្ទប់ថ្ពាល់របស់ឆ្លូដែលមើលទៅហាក់ដូចជាមានកំហុសហើយបែរមុខទៅរកភ្នំសម្ភារៈដើម្បីចេញបញ្ជាប្រើបន្ទះឈើចំនួន1800បន្ទះភ្លុកដែកចំនួន150បន្ទះផ្លាស្ទិកចំនួន150ធ្វើឲ្យប្រសើរឡើងនៅក្បូនពន្លឺពណ៌ស្បានផ្ទុះឡើងក្បូនឈើដែលខូចទ្រង់ទ្រាយបានរៀបចំឡើងវិញយ៉ាងឆ្កួតតំបន់នោះបានពង្រីក1/4ចន្លោះរវាងក្តារឈើត្រូវបានបំពេញដោយកៅខ្មៅហើយរបងឈើក្រាស់កម្ពស់កន្លះម៉ែត្របានលាតសន្ធឹងជុំវិញបរិវេណអារម្មណ៍សុវត្ថិភាពត្រូវបានបញ្ចប់ការធ្វើឲ្យប្រសើរឡើងនៅក្បួនកម្រិត2ទទួលបានជោគជ័យ Channel ជែកពិភពលោកត្រូវបានដោះសរក្មេងស្រីបានស្រែកហូរកញ្ជ្រៀវនិងលោតដោយក្តីរីករាយខ្ញុំបានបើក Channel ពិភពលោកហើយវាបានផ្ទុះឡើងវាពិតជារស់រវើកខ្លាំងណាស់នៅខាងក្នុងអ្នកខ្លះកំពុងសម្លឹងមើលផ្កាថ្មនៅក្នុងតំបន់សមុទ្រឥន្ធនូអ្នកខ្លះកំពុងសម្លាប់មនុស្សនិងប្លន់យកសម្ភារៈនៅក្នុងតំបន់សមុទ្រទន្លេអ្នកដែលគួរឲ្យស្អប់ខ្ពើមបំផុតគឺបុរសម្នាក់ឈ្មោះឆាតដែលបានឡើងដល់កម្រិតទី4រួចហើយភ្លាមបន្ទាប់ពីនោះសារដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានលេចចេញមកពេញអេក្រង់ការធ្វើឲ្យប្រសើរឡើងដល់កម្រិត5ដើម្បីក្លាយជាក្បាលពិតប្រាកដតម្រូវឲ្យមានស្នូព្យុះផលិតក្នុងអំឡុងពេលរលកយស៊ូណាមួយក្នុងរយៈពេល4ថ្ងៃប្រធានក្រុម3អ្នកដំបូងដែលធ្វើឲ្យប្រសើរឡើងទៅជាក្បាលនឹងទទួលបានរង្វាន់ជាប្រអប់កំណប់ដ៏អស្ចារ្យហឹបកំណប់ដ៏អស្ចារ្យពួកគេអាចផ្ដល់សម្ភារៈពណ៌ស្វាយនិងជំនាញដែលជារបស់របរលំដាប់កំពូលភ្នែករបស់ក្មេងស្រីទាំងអស់ប្រែជាក្រហមប៉ុន្តែមិនយូរប៉ុន្មានពួកគេក៏ធ្លាក់ចូលទៅក្នុងការខកចិត្តតំបន់សមុទ្រដ៏អាក្រក់របស់យើងមានធនធានតិចតួចណាស់តើយើងអាចប្រើអ្វីដើម្បីប្រកួតប្រជែងជាមួយអ្នកដទៃមនុស្សជិត100នាក់បានសម្លឹងមើលខ្ញុំនិងអេលេណាដោយព្រមគ្នាខ្ញុំសម្លឹងមើលសារនៅលើអេក្រង់ចុះបើយើងនៅពីក្រោយជាបណ្ដោះអាសន្នវិញដរាបណាខ្ញុំមានការផ្គត់ផ្គង់គ្មានដែនកំណត់នៅពេលដែលយើងធ្វើឲ្យប្រសើរឡើងដល់កម្រិត3ហើយដោះសោទីផ្សារជួញដូរខ្ញុំអាចប្រើទឹកសារធាតុរ៉ែគ្មានដែនកំណត់ដើម្បីប្ដូរយកវត្ថុធាតុដើមល្អបំផុតនៅទូទាំងតំបន់សមុទ្រទាំងអស់ដោយមកដល់យឺតជាងប៉ុន្តែគួរឲ្យចាប់អារម្មណ៍មុនខ្ញុំបានសម្លឹងមើលការប្រកាសដ៏អស្ចារ្យនៃទ្រូងនៅលើប៉ុស្តិ៍ពិភពលោកសម្លឹងមើលភ្នែកដ៏អន្ទះសាររបស់ក្មេងស្រីទាំងអស់ដែលមានវត្តមានហើយមហិច្ឆតាដ៏ឆ្កួតលីលាមួយបានឆាបឆេះនៅក្នុងចិត្តខ្ញុំទ្រូងដ៏អស្ចារ្យខ្ញុំពិតជាទទួលយកវា
យប់បានមកដល់ហើយអារម្មណ៍រឹងមាំដែលនាំមកដោយក្បួនកម្រិតពីរបានអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាគេងលក់ស្រួលនៅក្បែរភ្លើងជំរុំអេលេណាបានដោះឈុតវិជ្ជាជីវៈតឹងរបស់នាងចេញពីពេលថ្ងៃហើយបដូរទៅជាអាវយឺតរលុងជើងដ៏ស្រស់ស្អាតគួរឲ្យរំភើបមួយគូនោះកំពុងរេរានៅចំពោះមុខខ្ញុំនាងខំបូរមាត់របស់នាងហើយសម្លឹងមកខ្ញុំដោយផ្ដោតអារម្មណ៍ស៊ីឡាក្បួនកម្រិត3អាចដោះសោទីផ្សារជួញដូរបានដរាបណាយើងមានការផ្គត់ផ្គង់គ្មានដែនកំណត់របស់អ្នកយើងអាចជួញដូរសម្រាប់វត្ថុធាតុដើមកម្ពុជាមុនពេលរលកយស៊ូណាមនាងបានដកដង្ហើមវែងដូចជាកំពុងតាំងចិត្តយ៉ាងខ្លាំងហើយអង្គុយយឺតនៅពីមុខខ្ញុំដើម្បីឲ្យមនុស្សគ្រប់គ្នាអាចរស់រានមានជីវិតយប់នេះខ្ញុំសូមប្រគល់ខ្លួនឲ្យអ្នកលោកប្រធានក្រុមសូមមេត្តាអាណិតខ្ញុំផងពេលដែលពាក្យសម្ដីនោះបានបន្លឺឡើងមុនពេលខ្ញុំអាចធ្វើចលនាបានសំឡេងប្រេះស្រាំមួយបានផ្ទុះឡើងកាត់ផ្ទៃមេឃពេលយប់ភ្លាមបន្ទាប់មកបង្គោលពន្លឺពណ៌មាសដ៏ភ្លឺចែងចាំងមួយបានហោះឡើងលើមេឃមុខរបស់ខ្ញុំប្រែជាខ្មៅស្រអែមឈួតមែនបំផ្លាញរបស់របរទៀតហើយបើកវាំងឡើងមើលចំណុចកណ្ដាលនៃភាពមិនប្រក្រតីនេះតាមពិតទៅគឺជាកន្លែងដែលឆ្លកំពុងភ្ញាស់ពងពងនាគនោះបានប្រេះបែកទាំងស្រុងរន្ទះពណ៌មាសនិងអណ្ដាតភ្លើងពណ៌ក្រហមឆ្អៅបានលាយឡំគ្នាយ៉ាងឆ្កួតលីលា